មុនស្គាល់ cash flow ហ្នឹងគឺជីវិតរងរាក់ខ្លាំងអត់មានលុយសល់ទេហើយនៅពេលដែលយើងអត់មានលុយនៅក្នុងខ្លួនពេលដែលចេញទៅក្រៅទៅតំណែងមួយគេខាងក្រៅគឺស្រាលខ្លួនមែនតើមានអារម្មណ៍ថាឈឺចាប់មានអារម្មណ៍ថាអត់ឲ្យម្លាយខ្លួនឯងអត់មានទំនឿទុកចិត្តលើខ្លួនឯងទេសួស្តីបងប្អូនទាំងអស់គ្នាដែលមានវត្តមាននៅទីនេះមានខ្ញុំឈ្មោះសិវលេងជាបច្ចុប្បន្នជាមេធាវីខ្ញុំបានចូលកម្មវិធី cash flow ហ្នឹងតាំងពីឆ្នាំ2014ហើយកាលពេលហ្នឹងខ្ញុំទៅរៀនចប់បញ្ញាបត្រ2014ហ្នឹងទៅរៀនចប់មុនពេលដែលខ្ញុំស្គាល់ cash flow ហ្នឹងធម្មតាយើងទៅរៀនចប់ទៅយើងចូលធ្វើការហើយចូលធ្វើការយើងអត់តបបទសោអញ្ចឹងរៀនមានសម្ពាធការងារតិចអញ្ចឹងចំណូលចូលមកដល់ពេលធ្វើការងារមានសម្ពាធ stress ឲ្យតែល្ងាចឡើងដល់ចាក់ខ្មោចជីវិតហើយអញ្ចឹងបាត់ពីសោដល់ពេលមុនស្គាល់ cash flow ហ្នឹងគឺលុយអត់ដែរសល់ហ្មងចូលប្រព័ន្ធម៉ាគឺចេញប្រព័ន្ធហ្នឹងអត់ដែរសល់ទេពេលខ្លះមិនភ័ក្រហៅអត់មានលុយចៃលុយមិនភ័ក្រអញ្ចឹងបន្ទាប់ពីខ្ញុំបានស្គាល់ cash flow ហ្នឹងមកខ្ញុំបានយល់ដឹងអំពីចំណូលចំណាយកាលមុនហ្នឹងចំណូលចំណាយដល់ពេលបន្ទាប់ពីស្គាល់មកហើយខ្ញុំស្គាល់អំពីការសន្សំនិងការវិនិយោគផ្សេងៗចឹងទៅនេះជាក្របពូជដែលខ្ញុំទទួលបានខាងពីឆ្នាំ2014កន្លែងហ្នឹងហើយដែលធ្វើឲ្យខ្ញុំសល់លុយនៅពេលដែលខ្ញុំចូលកម្មវិធីហ្នឹងហើយខ្ញុំចាប់ផ្ដើមចេះកត់ចំណូលចំណាយហើយកាលពេលដំបូងខែដំបូងបងដឹងហើយលឺហើយប៉ុន្តែកត់នៅតែបងបញ្ជីប្រចាំខែនៅតែដករហូតចាមានការបដិញ្ញាចិត្តជាហោហែរហូតដល់យើងអាចកាត់បានកាត់ចំណាយនឹងបានរហូតដល់មានការសំឡើងតិចម្ដងហើយនៅក្នុងដំណើរការចំណូលចំណាយនឹងដែរគឺអត្ថប្រយោជន៍ខ្លាំងមែនទែនធ្វើឲ្យយើងចេះចាប់ហ្វ្រាំងបើសិនជាយើងយកចិត្តទុកដាក់ក្នុងការកត់ជារៀងរាល់ថ្ងៃយើងអាចដឹងថាចំណូលយើងចូលបានប៉ុណ្ណឹងយើងចាយប៉ុណ្ណឹងយើងដឹងថាត្រូវចាក់ហ្វ្រាំងពីពេលណាទៅហើយព្រោះអីធម្មតាយើងបើកប្រាក់ខែមក1000 1500ដល់ពេលយើងចាយក៏ដល់ថ្ងៃ10ទៅយើងចាយដល់1000បាទបងលុះផ្ទះបងអីចឹងសល់500ចាប់ដើមចាក់ប្រាំងណាហើយទៅណាក៏យើងថយដែរអត់ថក់លើដូចមុនទេខ្ញុំទទួលដល់ពីរៀន cash flow ហ្នឹងហើយខ្ញុំទទួលបានច្រើនណាស់តាំងពី2014មកដល់ឥឡូវខ្ញុំនៅតែបន្តរៀនមួយលោកគ្រូដោយសារខ្ញុំរៀនមួយលោកគ្រូជាង10ឆ្នាំហើយខ្ញុំជឿជាក់ថាគឺបរិសុទ្ធអត់មានអីប្រេះដែរអញ្ចឹងបាទខ្ញុំស្ម័គ្រខ្លួនក្នុងការចូលរួមចំណែកជាមួយ cash flow នៅហ្នឹងហើយលទ្ធផលដែលខ្ញុំទទួលបានគឺច្រើនមែនតើគឺចេះចាប់ហ្វ្រាំងក្នុងការចាយមានលុយសល់តទៅមានលុយសល់ហើយយើងចេះស្រឡាញ់ខ្លួនឯងមានទំនុកចិត្តលើខ្លួនឯងយើងអាចដកលុយខ្លះដើម្បីវិនិយោគលើខ្លួនឯងទាំងចេះដឹងទាំងអីផ្សេងធ្វើឲ្យខ្លួនឯងតម្លៃតិចម្ដងមូលហេតុដែលខ្ញុំចង់ខ្លាយជា facilitator ហ្នឹងដោយសារខ្ញុំកាន់ខាងច្បាប់ខ្ញុំអនុវត្តការងារមេធាវីនេះខ្ញុំតាំងពីចូលមេធាវីមកខ្ញុំមើលឃើញពីការឈឺចាប់សាច់ញាតិខ្លួនឯងផ្ទាល់ហ្មងមិត្តភក្តិខ្លួនឯងផ្ទាល់ហ្មងគាត់រកលុយបានច្រើនជាងខ្ញុំក៏ប៉ុន្តែគាត់យកលុយទៅចាត់ចែងវិនិយោគដូចជាទិញដីទិញផ្ទះឬមួយក៏ទិញអីផ្សេងដោយអត់មានការប្រឹក្សារបស់មេធាវីអញ្ចឹងជាលទ្ធផលពេលដែលគាត់ទិញក៏អត់ប្រឹក្សាជាមួយយើងទេដល់ពេលមានរឿងហើយបាទគាត់មិនប្រឹក្សាជាមួយយើងអញ្ចឹងយើងមានអារម្មណ៍ថាឈឺចាប់ស្ដាយក្រោយគាត់អត់ហ៊ានក្នុងការសួរយើងគាត់ស្ដាយដល់ពេលមានរឿងហើយតែមកដឹងខាតលុយអស់រាប់ម៉ឺនដុល្លារអញ្ចឹងដោយសារតែខ្ញុំមើលឃើញពីការឈឺចាប់ទាំងអស់ហ្នឹងហើយបាទខ្ញុំគិតថាខ្ញុំចូលរួមចំណែកជាមួយលោកគ្រូដើម្បីជួយបងប្អូនទាំងអស់គ្នាជាចុងក្រោយសូមលើកទឹកចិត្តបងប្អូនទាំងអស់គ្នាចំណាយពេលក្នុងការរៀនសូត្រចំណេះដឹងហិរញ្ញវត្ថុហ្នឹងណាវាន័យថាយើងកាន់តែរៀនគឺយើងកាន់តែកាត់បន្ថយកំហុសក្នុងការប្រើប្រាស់ចាត់ចែងប្រាក់ហើយនិងវិនិយោគប្រាក់ចាំមានថាបើសិនជាយើងកាត់បន្ថយកំហុសបានលុយយើងក៏កាន់តែសល់តាមនឹងដែរចឹងចំណេះដឹងហិរញ្ញវត្ថុក្នុងការវិនិយោគបែបហ្នឹងគឺយើងចេះសម្លឹងមើលឃើញឱកាសហ្មងយើងចេះមើលឱកាសយើងចេះចាប់ឱកាសហើយយើងចេះរកចាំឱកាសពេលខ្លះឃើញអ្នកចរណាទ្រព្យនោះល្អមែនតើឃើញតម្លៃពីមុនឡើង5-10ម៉ឺនហើយបច្ចុប្បន្នជាប់ផ្លូវគេលក់តែ10ម៉ឺនអីចឹងណាឃើញឱកាសល្អប៉ុន្តែពេលខ្លះដែលយើងនៅពេលដែលយើងមានចំណេះដឹងឡើងក្នុងខ្លួនណាយើងចេះតបបានថាពេលខ្លះអាចចរណាទ្រព្យនោះល្អហើយប៉ុន្តែសួរថាខ្លួនយើងវិញត្រូវជាមួយស្ថានភាពយើងអត់អញ្ចឹងបាន
កន្លែងនេះក៏សំខាន់ដែរកន្លែងហ្នឹងគឺសំខាន់ពាក់ព័ន្ធជាមួយនឹងយើងចេះមើលសុខភាពហិរញ្ញវត្ថុរបស់យើងថាពេលណាតើយើងវិនិយោគ small deal ពេលណាយើងវិនិយោគ big deal កន្លែងហ្នឹងបើធៀបជាមួយជីវិតជាក់ស្ដែងរបស់យើងណាពេលខ្លះលុយយើងមានតិចតួចទេប៉ុន្តែបើយើងឃើញឱកាសធំហើយយើងទៅហក់យកឱកាសធំដូចចុះកិច្ចសន្យាអស់រមាក់អញ្ចឹងមានន័យថាទិញមកហើយមិនមែនធ្វើឲ្យយើងសុបាយចិត្តជាងមុនទេណាទិញមកហើយធ្វើឲ្យយើងកាន់តែវេទនាជាងមុនទៅបើឱកាសហ្នឹងល្អក៏ដោយប៉ុន្តែដោយសារស្ថានភាពដែលហិរញ្ញវត្ថុយើងអត់ទាន់ទៅដល់ សម្រាប់បងប្អូនដែលចង់ស្វែងយល់អំពីចំណេះដឹងកសាងទ្រព្យចំណេះដឹងផ្នែកវិនិយោគនិងអាជីវកម្មជួបជាមួយនឹង Master Campus ដោយផ្ទាល់បងប្អូនអាចចូលរួមកម្មវិធី K-Flow Program ដែលរៀបចំឡើងដោយ K-Flow Club Cambodia ជារៀងរាល់ខែបងប្អូនកុំភ្លេចណាចូលរួមជាមួយនឹង K-Flow Club Cambodia យើងផ្ដល់នូវចំណេះដឹងដោយបរិសុទ្ធសម្រាប់ព័ត៌មានលម្អិតបងប្អូនអាច comment នៅខាងក្រោមឬក៏តាក់ទងមកក្រុមការងាររបស់យើងបានអរគុណច្រើន